សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលមានចំណងជើងថាឈប់សង្ឃឹមលើសញ្ញាបត្របើមិនចង់ដាច់បាយតើអ្នកដឹងអត់ថាអ្វីដែលគួរឲ្យខ្លាចបំផុតសម្រាប់យុវជនយើងឥឡូវគឺជាអ្វីគឺរៀនចប់4ឆ្នាំហើយកាន់សញ្ញាបត្រដែលរកការងារធ្វើតែគេតមកវិញថាសុំទោសយើងត្រូវការអ្នកមានបទពិសោធន៍ចុះបើក្នុងថ្នាក់មានតែទ្រឹស្ដីក្នុងក្រដាស់តើឲ្យយើងទៅរកបទពិសោធន៍មកពីណាឬមួយត្រូវចាំតើតែរៀនចប់4ឆ្នាំទៅភ្ញាក់ខ្លួនថាយើងមានតែសញ្ញាបត្រតែគ្មានសមត្ថភាពធ្វើការសង្គមឥឡូវគេមិនខ្វល់ថាអ្នករៀនចប់មកពីណាទេគេខ្វល់ថាតើអ្នកអាចធ្វើអ្វីខ្លះឲ្យគេបានបើអ្នករៀនតែតាមមេរៀនដែលគ្រូដាក់ឲ្យ 100% ដោយមិនព្រមរៀន skill ខាងក្រៅទេនោះអ្នកកំពុងតែចាញ់គេទាំងដែលមិនទាន់ចាប់ផ្ដើមព្រោះអ្វីព្រោះ AI វារៀនលឿនជាងអ្នក1លានដងសាលាបង្រៀនយើងឲ្យធ្វើជាមនុស្សដែលចាំតែដើរតាមពុកតែសង្គមត្រូវការអ្នកដោះស្រាយបញ្ហារៀនគ្រាន់តែដើម្បីជាប់ហើយចាប់ផ្ដើមរៀនដើម្បីភាពខ្លាំងចេះភាសាចេះបច្ចេកវិទ្យាចេះលក់សមត្ថភាពខ្លួនឯង personal branding ទាំងនេះសាលាមិនដែលបង្រៀនអ្នកទេកុំចាំតតែជញ្ជាំងមកបុកខ្នងទៅចាប់ដើមរត់ព្រោះដល់ពេលនោះអ្នកប្រហែលគ្មានកន្លែងឲ្យរត់ទេចាំទុកណាសញ្ញាបត្រគ្រាន់តែជាអាវក្រៅដែលមើលទៅស្អាតតែសមត្ថភាពគឺជាសាច់ដុំដែលជួយឲ្យអ្នករស់តើអ្នកចង់ខ្លាចជាធនធានដែលមានតម្លៃដែលក្រុមហ៊ុនដណ្ដើមគ្នាជួលឬចង់ធ្វើជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលកាន់សញ្ញាបត្រដើរសុំការងារគេធ្វើកុំបន្តវាសនាបើអ្នកមិនព្រមបង្កើតតម្លៃជ្រើសរើសដោយខ្លួនឯង comment មតិរបស់អ្នកខាងក្រោម